គឺអរហូតដល់1355យើងចឹងបងប្អូនលើស្រាប់ខ្ញុំពេលឈប់ម្ដងគឺចាយអស់ប៉ុណ្ណឹងតែពេលខ្លះមិនប៉ុណ្ណឹងពេលខ្លះអាចនឹងលើសនឹងទៀតរហូតមិនសូវទិញទេដោយសារតែនៅផ្ទះខ្ញុំមានហូបមានអីខ្លះអញ្ចឹងបងប្អូនខ្លះតែចង់ដឹងថានៅខាងក្រៅនេះគេចាយអស់មួយខែប្រហែលបងប្អូនឥឡូវចង់ដឹងថាខ្ញុំទិញមកគេខ្លះសម្រាប់បងប្អូន300យេនហ្នឹងវាស្មើជាមួយនឹងថាតុង$9ចឹងបងប្អូនមកដល់10ទៅទៅ1300យេនហ្នឹងខ្ញុំបានកូពីខ្មៅម្ដងខ្ញុំបានត្រីកំង2ប្រអប់តែមកប្រអប់ហ្នឹងមានតែ4ត្រីទូទេនៅនេះបងប្អូនបើសិនជាយើងទិញមកហូបយើងដាក់ថងមកខ្លួនឯងទៅកាត់ខ្លួនឯងទិញទៅទិញគេទៅចំណាយលុយអស់5យេនទៀតហើយខ្ញុំបានដូចជាគៀវបងប្អូនបានគៀវមកប្រអប់ហើយខ្ញុំបានស្លឹកខ្ទឹមមកប្រអប់ខ្ញុំបាននំទឹកញ៉ាំពេលព្រឹកមួយទៅធ្វើការទីបន្ទាប់មកខ្ញុំបានធ្វើជាមកកំប៉ុងដែរចាក់បងប្អូនបន្តមកខ្ញុំបានតបមកអស់ឲ្យច្រើនមើលខាងតែបងប្អូនតែវាមើលទូទៅចឹងបន្ទាប់មកគឺខ្ញុំបានជាមួយនឹងស្លាបមាន់មកបងប្អូនស្លាបមាន់ទុកយកទៅពោយកទៅម្រេចទៅហើយតោះមកគឺខ្ញុំបានធ្វើស្រួលតាំងពីពេលយប់រហូតមកដល់ឥឡូវបងប្អូនកន្លែងតំបន់ខ្ញុំហ្នឹងគឺធ្លាក់ភ្លៀងរហូតហើយគេបានប្រកាសអាសន្ននៅកន្លែងការងារដែលប្រាប់ថាថ្ងៃទី4ហ្នឹងនឹងមានជាមួយនឹងព្យុះបងប្អូនហើយចំពោះសាលារៀនកូនក្មេងអីហ្នឹងគឺគេផ្អាកអត់ឲ្យទៅរៀនទេថ្ងៃទី4ហ្នឹងប៉ុន្តែកន្លែងការងាររបស់ខ្ញុំគឺនៅធ្វើការធម្មតាប៉ុន្តែខ្ញុំអត់ដឹងថាព្យុះហ្នឹងនឹងខ្លាំងដល់កម្រិតណានោះទេតែគ្រាន់តែថាអ្នកនៅកន្លែងការងារដូចជាមេដូចជាអីចឹងគាត់បានប្រាប់ថាពេលដែលយើងទៅធ្វើការអញ្ចឹងឲ្យយើងប្រយ័ត្នអញ្ចឹងណាបងប្អូនតែក៏គេអត់ឲ្យយើងសម្រាប់ដែរគេគ្រាន់តែប្រាប់ដំណឹងមកកាន់យើងថាបើសិនជាមានរឿងអីកាត់ឡើងខ្លាំងក៏យើងអាចសម្រាប់ទៅតាមហ្នឹងអញ្ចឹងណាតាមហេតុការណ៍ជាក់ស្ដែងកាត់ឡើងអរបងដល់គ្នានិយាយពីថាតាំងពីយកមកហើយដល់ពេលយើងមកធ្វើការសុខគេអញ្ចឹងយើងអត់ទាន់មានលទ្ធភាពទិញឡានទិញអីជីពីគេទេជីកង់បងប្អូនដោយសារតែយើងចំណាយលុយច្រើនហើយប្រាក់ខែយើងបានមកវិញក៏រៀងតិចដែរអញ្ចឹងវាអត់ទាន់មានលទ្ធភាពចាំបងប្អូននៅត្រូវជីកង់ទាំងមេឃភ្លៀងអញ្ចឹងពេលអាវភ្លៀងពីអីដែលបងប្អូនឃើញចឹងនេះខោខ្ញុំពាក់កស៊ូភ្លៀងអាវភ្លៀងអីទៅដើម្បីទៅផ្សារទិញហូបឥឡូវពេលដែលខ្ញុំទៅដល់ផ្សារខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាបន្ថែមទៀតហើយផ្សារនៅស្រុកគេគឺផ្សារនៅជិតផ្ទះទេតែក៏ប៉ុន្តែបើយើងទិញអាចិតហ្នឹងវាមានតម្លៃធូរថ្លៃតម្លៃថ្លៃតម្លៃថោកអញ្ចឹងអញ្ចឹងយើងទៅអាផ្សារនៅថ្លៃដែលយើងធ្លាប់ទៅអញ្ចឹងបងប្អូនយើងត្រូវទៅពាក់អាវភ្លៀងអញ្ចឹងហើយនេះបងប្អូនហើយឡានទំនើបរបស់ខ្ញុំបងប្អូននេះសោគឺមកដល់ហើយបងប្អូនឥឡូវនេះបងប្អូនទាំងអស់គ្នាខ្ញុំមកដល់ផ្សារបងប្អូននៅសានទាំងថ្ងៃហ្នឹងមេឃភ្លៀងអញ្ចឹងហើយអត់សូវមានមនុស្សនៅផ្សារទេហើយផ្សារដែលខ្ញុំទៅនេះដូចខ្ញុំប្រាប់បងប្អូនតាំងពីដើមនៃវីដេអូអញ្ចឹងគឺតម្លៃធូរថ្លៃជាងផ្សារផ្សេងហើយនៅក្នុងផ្សារនេះគឺសម្បូរទៅដោយគ្រឿងទេសផ្សេងអញ្ចឹងណាក៏ប៉ុន្តែក៏មានជាមួយនឹងបន្លែនិងសាច់តែគ្រាន់តែគេលក់តិចអញ្ចឹងគេដាក់តិចអញ្ចឹងគេដាក់គ្រឿងទេសច្រើនជាងឥឡូវខ្ញុំកំពុងតែបង្ហាញបងប្អូនទាំងអស់គ្នាជាមួយនឹងត្រីខដែលផលិតនៅក្នុងប្រទេសជប៉ុនរបស់ប្រទេសជប៉ុនអញ្ចឹងណាបងប្អូននេះដែលចូលដើរឡើងហ្នឹងក៏មកដល់កន្លែងលក់បន្លែបងប្អូនហើយបន្លែខ្លះក៏រៀងថ្លៃហើយបន្លែខ្លះក៏រៀងថោកទៅប៉ុន្តែវាមិនអីជាបញ្ហាបងប្អូនដោយសារតាយើងបន្លែដាក់បន្លែខ្លះទៅពេលធ្វើម្ហូបហើយលាយជាមួយសាច់ខ្លះអញ្ចឹងទៅហើយដូចជាការ៉ុតនេះអញ្ចឹងបងប្អូនខ្ញុំកំពុងតែបង្ហាញបងប្អូនមកថងឡើងធំតម្លៃត្រឹមតែ100យេនជាងឯងបងប្អូនបើគិតជាលុយរៀលរបស់យើងប្រហែលជាខ្ទង់3000ជាងអីហ្នឹងបងប្អូនគឺច្រើនដែរហើយបន្លែខ្លះទៅក៏រៀងថ្លៃខ្លាំងដូចជាតសក់ហ្នឹងអញ្ចឹងទៅតែ20000ទេគឺតម្លៃរហូតដល់3000ជាងជិត4000រៀលអីចឹងទៅបងប្អូនវាមានទៅតាមបន្លែអញ្ចឹងណាបងប្អូនក៏ប៉ុន្តែខ្ញុំសង្កេតឃើញថានៅទីកន្លែងដែលខ្ញុំរស់នៅហ្នឹងរបស់តែថ្លៃជាងគេបំផុតហ្នឹងគឺខ្ញីបងប្អូនគឺថ្លៃខ្លាំងមែនតើសឹងថាខ្ញីតិចបំផុតយើងយកមកធ្វើម្ហូបមិនសឹងថាមានក្លិនខ្ញីផងក៏យើងត្រូវចំណាយលុយអស់រហូតទៅដល់3រៀល4រៀលដែរបងប្អូនគឺថ្លៃខ្លាំងមែនតើខ្ញីហ្នឹងឥឡូវបងប្អូនទាំងអស់គ្នាចង់ដឹងថាពេលដែលខ្ញុំទៅផ្សារម្ដងហ្នឹងខ្ញុំត្រូវចំណាយលុយអស់ប៉ុន្មានបងប្អូនទាំងអស់គ្នាមកទស្សនាវីដេអូនេះទាំងអស់គ្នាហើយនឹងមើលតាំងពីការរៀបចំលក់នៅក្នុងប្រទេសគេហ្នឹងតើការរៀបចំលក់នៅក្នុងផ្សាររបស់គេបែបណាហើយបញ្ជាក់ប្រាប់បងប្អូនថានៅក្នុងប្រទេសនេះទៅតាមផ្លូវក៏មានអ្នកលក់នៅក្នុងផ្សារក៏មានអ្នកលក់និយាយទៅគឺគេស្រីតែម្ដងក៏ប៉ុន្តែគេអត់សម្បូរលក់តាមតូបទូដូចយើងទេយូរមានមួយតូបយូរមាន2តូបដោយកន្លែងទេកន្លែងភាគច្រើនដែលគេលក់គឺគេលក់នៅក្នុងផ្សារទំនើបតែម្ដងឥឡូវនេះក៏ដើរចូលដើរឡើងមកដល់កន្លែងលក់សាច់ល្មមនិយាយពីថាបងប្អូននៅសាច់ជ្រូកថ្លៃដូចមាសអញ្ចឹងបងប្អូនមកប្រអប់ទូចប៉ុណ្្នឹងទេបងប្អូនតម្លៃរហូតទៅដល់572យេនហើយបើយើងគិតជាលុយរៀលយើងទៅប្រហែលខ្ទង់30000ជាងហើយសាច់បន្តិចហ្នឹងទេបងប្អូនអត់ច្រើនទេហើយចំពោះសាច់នេះក៏គេចិត្ត
ប្រឡាក់ស្ដាងនេះណាបងប្អូនហើយបើសិនជាយើងចំណាយលុយទិញមកប្រអប់នឹងមកហូបតែមួយពេលនឹងអស់បាត់ហើយបងប្អូនហើយឥឡូវនេះខ្ញុំនាំបងប្អូនអ្នកគ្នាទៅមើលផ្សេងទៀតហើយរបស់ដែលធូរថ្លៃជាងគេសាច់ដែលធូរថ្លៃជាងគេនៅក្នុងទីកន្លែងរបស់ខ្ញុំហើយក្នុងផ្សារហ្នឹងតែម្ដងណាបងប្អូនគឺសាច់មាន់គឺធូរថ្លៃខ្លាំងមែនតែតំបន់បងប្អូនផ្សេងទៀតខ្ញុំក៏អត់ដឹងដែរដោយសារយើងរស់នៅកន្លែងតំបន់ខុសៗគ្នាឥឡូវនេះបន្ទាប់ពីដើររើសាច់ជ្រូកសាច់គោអស់ចិត្តហើយអត់បានទិញសូម្បីតែមួយប្រអប់ហើយដោយសារតែវាថ្លៃខ្លាំងពេកក៏បានមកដល់កន្លែងគិតលុយបងប្អូនឥឡូវអ្នកគិតលុយគាត់កំពុង scan ជាមួយនឹងម៉ាស៊ីនរបស់គាត់ដោយសារគេគិតលុយតាមម៉ាស៊ីនអញ្ចឹងណាបងប្អូន scan មួយមុខអញ្ចឹងទៅឥឡូវអស់ដល់700 yen ជាងហើយចាំមើលតាមមកកត្រកដែលខ្ញុំទិញមកហ្នឹងអស់ទាំងអស់គឺប្រហែលឥឡូវរងចាំមើលទាំងអស់គ្នាបងប្អូនលើកដល់1000 yen ជាងហើយអញ្ចឹងអីវ៉ាន់ដែលខ្ញុំបានទិញហ្នឹងដូចជាក្បាលដំបងនៃវីដេអូអញ្ចឹងបងប្អូនគឺអស់1355 yen ហើយបើយើងគិតជាលុយដុល្លារទៅប្រហែលជា9រៀលជាងអីហ្នឹងទេបងប្អូន